itara ban JP នៅពេលដែល to itemo អា temo មានន័យថាម៉េចណោះគ្នា ទោះបីជាចាអញ្ចឹងន័យរបស់វាមកស្រួលយល់ទេ to itemo មានន័យថាទោះបីជាចាអញ្ចឹងそれは本当だが予想とはちょっと違うចាអញ្ចឹងមានន័យថារឿងនោះនេះហើយវាគឺជាការពិតក៏ប៉ុន្តែហើយយោសូនៃការសន្និដ្ឋាននោះវារៀងខុសគ្នាបន្តិចតែអញ្ចឹងមានន័យថាបើទោះបីជានិយាយអញ្ចឹងក៏ពិតមែនក៏ប៉ុន្តែថាពិតទៅវាចេះទេហើយសនេះហើយមានន័យថាមិនទៅអ្នកគ្នាឧទាហរណ៍ថានៅក្នុងក្រុមហ៊ុនណាហើយក្រុមហ៊ុនគេលេងគេបាន bonus តែពេលក្រុមហ៊ុនយើងអត់បានហើយយើងទៅយើងមិនចំណែនគេហើយអត់ចំណែនទេចំណែនតែពេលសួរក្រុមហ៊ុនអាបាន bonus សោះហើយគេសោះបានណាហើយអាអ្នកបាននោះថាមិនថាហើយបាយទោះបីជានិយាយថាបាន bonus ក៏ដោយតែបានប្រហែល 2000 yen ហ្នឹងហើយអញ្ចឹង bonus が出たと言っても出たと言っても本当に少ない金額です本当に少ない金額ですតែអញ្ចឹងមានន័យថាបើទោះបីជានិយាយថាមិនដែរមានបាន bonus ក៏ដោយហើយប៉ុន្តែមិន本当に少ない金額ដែរគឺទឹកលុយហើយទឹកប្រាក់នេះហើយសាច់លុយនេះហើយទឹកប្រាក់នឹងគឺវាតិចមែនទែនហើយតិចមែនទែនធម្មតា bonus នៅស្រុកជប៉ុនយ៉ាងហោចណាស់ក៏ប្រហែលមួយខែនៃប្រាក់ខែយើងត្រូវអត់ហើយអញ្ចឹងប្រហែលជាប្រហែល10000 5-100000 yen អីចឹងទៅ6-100000 yen អីចឹងណាយ៉ាងតិចណាអានេះយើង image ណា6-100000 yen ណាយឺរ៉ូគឺម៉ងអែនណាហើយប៉ុន្តែក្រុមហ៊ុនអត់សូវចំណេញចាអញ្ចឹងបាន bonus ដែរតែបានប្រហែលដែលតិចហ្នឹងអ្នកគ្នាគិតថាតិច50000អត់20000 yen 100000 yen ហ្នឹងមិនបាច់យកយើងសុខចិត្តអត់យកវិញទៅកុំឲ្យជាប់ជាពាក់ថាបាន bonus អី50000អីចឹងទៅថា50000អីចឹងទៅ50000 yen អីចឹងទៅណាមក50000ក៏តិចដែរតែជិះបាន1000000វិញបាន20000មែនអាហ្នឹងអត់ប្រើវិជ្ជករនេះទេហើយបាន1000000មានបាន6ខែ1000000ច្រើនម្ល៉េះក្រុមហ៊ុនគេចំណេញច្រើនដល់ឲ្យហ្នឹងទេផុនតហើយជាហ្នឹងហើយសិនទេមានថាកុហកអីប៉ុន្តែហ្នឹងដោយសារតែ performance ការងារយើងមួយនឹងក្រុមហ៊ុនវាចំណេញច្រើនហើយហើយតែពេលនេះហ្នឹងមិនមួយឆ្នាំហ្នឹងសាហាវណាមួយឆ្នាំបាន2ដងមិនកើតអ្នកមានតើហើយប៉ុន្តែអត់ថេហើយ bonus ចឹងហ្នឹងចាអញ្ចឹងdata ទៅអ៊ីទេម៉ូនៃរបស់វាគ្រាន់តែចង់បង្ហាញថាផ្ទុយណាបើទោះបីជានិយាយចេះច្បាស់ជាគេរំពឹងដល់នេះហើយច្បាស់គេគិតដល់នេះហើយច្បាស់គេស្មានដល់នេះហើយក៏ប៉ុន្តែវាអត់ដល់ណាស់នឹងទេណាហើយទៅអ៊ីទេម៉ូហើយឧទាហរណ៍មួយទៀតតាកន្លែងបណ្ណាសឺក៏ data ហ្នឹងបើយើងនិយាយមរតតបានដែរបានអ៊ីហ៎ហើយ bonus អូមរតតកាលណាគេដាក់ data នៅឡើយនេះគេចង់និយាយថាក្រុមហ៊ុនអ្នកចេញ bonus ឲ្យយើងបើសិនយើងដាក់អូមរតៈមានន័យថាខ្ញុំបានទទួល bonus នេះន័យខុសគ្នាបន្តិចតែខ្ញុំបញ្ចប់នៅតែ bonus ដល់ដៃយើងហ្នឹងឯងហើយបើការី bonus អូមរតៈទុយទេអត់ដាក់កាយណាប្រយ័ត្នបបអាសាប់ហើយឧទាហរណ៍មួយទៀតអ្នកគ្នាសេបើកក្រុមហ៊ុនណាអ្នកគ្នានឹងសម័យថាម៉េចក្រុមហ៊ុនបើសិនសេបើកនឹងសម័យថាម៉េចមនុស្សច្រើនប្រហែលអ្នកគិតថាក្រុមហ៊ុនធម្មតាមែនទេគិតថាប្រហែលអ្នកអ្នកគ្នាអ្នកហើយក្រុមហ៊ុនមួយមកកលិតបន្តិចនេះគិតថាក្រុមហ៊ុនណាមកកលិត12នាក់ណាហើយទោះបីវា image ធម្មតាហើយត្រូវការអ្នក sale ផង marketing ផងមេផងហើយគេ account ផងមក3 4 5នាក់អីដឹងយ៉ាងតិចម៉ែមានណា会社を作ったと言っても会社を作ったと言っても社員が2人だけの会社だはい社員が2人だけの会社だはいតែពីរនាក់ហើយមេឲ្យមួយកូនចៅប៉ុណ្ណោះឯងអញ្ចឹងមានន័យថាបើទោះបីជានិយាយថាខ្ញុំបើកក្រុមហ៊ុនគាត់មែនប៉ុន្តែក្រុមហ៊ុនខ្ញុំនឹងគឺតែមានបុគ្គលិកតែ2នាក់តែគាត់ហើយអញ្ចឹង社員が2人だけの会社នេះគឺជាក្រុមហ៊ុនមួយដែលមានបុគ្គលិកតែ2នាក់ទេហើយអញ្ចឹងដូចអញ្ចឹងកាលណាទាំងបើក្រុមហ៊ុននិយាយថាប្រហែលជា5 6នាក់អីឡើងហើយមិនទៅតែអត់ដូចអ្វីដែលឯងយកសូទេអត់ដូចគិតទៅគាត់សន្និដ្ឋានទេទេអានឹងយើងនិយាយសម្រាប់តែខ្លួនឯងដែរទេគេក៏បានតែអត់អីទេហើយ
ế chỉ tu tới dương vậy chọn tại dương này vậy nè ấy trong vậy bị u thọ lớn trong vậy thầm mày Trong vậy thôi dân khơi kê dân vậy oi kê chẳng là đấy ọt ca đây mẹ còn đi còn là thì thật kê vậy oi dân hay dân vậy luôn ai mẹ đối chỉ mình bánh haแต่nó không can vậy ai kê nè mình thấy tu bây giờ kê ban vậy thành chơi cả đào hết những đạo ở bát thiên kê máu anh ấy mình đạo bát thiên chẳng mình thấy nhau mày rồi bây giờ trong vậy than mình nè nó tụ bây giờ ban vậy chân cả đói tập bất biên mình chân tê mình chơi tè nó bây giờ đặt bát thiên ở nà mình nè mất đây cho bữa hay trong cái đó dân đã ở tội và để tì mà mất thì tội y mà tại mất nó tới chỉ kê này gì được hay ok nó cái ní hảo mà cái hiện cho vấn tính cho là trên tao lão sư sư lão sư hảo chỉ tập bắn năng hay tôi chứ có cứ có cả hana sẽ được tội tệ mò日常会話だけでしょはい。日常会話だけでしょじゃあ、中国語が話せると言っても、みんなថាទោះបីជាខ្ញុំនិយាយថាមិនដែរទោះបីខ្ញុំនិយាយថាខ្ញុំចេះភាសាចិនក៏ដោយប៉ុន្តែមិនប៉ុន្តែ日常会話だけでしょប៉ុន្តែចុះតែសិន日常会話だけでしょ日常会話នេះមានន័យថាសន្ទនាប្រចាំថ្ងៃអញ្ចឹងទោះបីជាខ្ញុំនិយាយថាខ្ញុំចេះភាសាចិនអាចនិយាយភាសាចិនបានក៏ដោយតែត្រឹមតែសន្ទនាប្រចាំថ្ងៃទេតែមែនទេអ្នកគ្នាតែប៉ិតសេថាឡើយសន្ទនាប្រចាំថ្ងៃលោកអើយតែបានតែអាយសัตว์ជឹកនឹងឯងអាយសัตว์ជឹដាកេទេសយោហើយនេះមិនការពិតហើយនេះហៅមកចេះតែប៉ុណ្្នឹងឯងកើនេះហៅមកតែប៉ុណ្្នឹងហើយជាក់ពឹងអញ្ចឹងទៅឃើញចិនស៊ីកាទៀវអីជាក់ពឹងហើយប៉ុណ្ណាចាក់ទៀវហើយសាត់ហើយចាទៅអ៊ីតេម៉ូហើយសាត់ស្ដាគេទេស្យោហើយបានតាមកគីរកិច្ចទេហើយមានខ្មេះអីទេហើយអូខេចាអញ្ចឹងទៅអ៊ីតេម៉ូមានន័យអញ្ចឹងណាហើយអ្នកគ្នាសូមចាប់អារម្មណ៍ជាមួយនឹងសេតគឺរបស់វាបន្តិចនៅក្នុងនេះយើងឃើញជាប្រើមួយនឹងគេអាសាវាអត់សូវចោលបញ្ហាឯ verb ណាហើយប៉ុន្តែជាមួយនឹងករណីដែលយើងប្រើប្រាស់ជាមួយនឹង nakeyoshi ឬក៏នាមហើយចំពោះ futsuke យើងធម្មតាយើងដាក់ប៉ុន្តែក្នុងករណីនេះគឺយើងមិនដាក់ទេហើយអូខេ